សួស្តីមិត្តភក្តិទាំងអស់គ្នាអូច្រឡំយើងកូនខ្មែរជំរាបសួរមិត្តភក្តិទាំងអស់គ្នានៅលើ Facebook ថ្ងៃនេះខ្ញុំមានរឿងចង់និយាយមួយមិនសិនមកខ្ញុំថាថ្ងៃនេះខ្ញុំផុសវីដេអូដូច្នេះថ្ងៃនេះខ្ញុំនឹងផុសវីដេអូដោយសារតែខ្ញុំទៅកក់សាក់ហើយដូច្នេះសាក់ខ្ញុំគឺឃើញចឹងឯងថ្ងៃនេះយើងនិយាយពីអ្នកលេង Facebook ទាំង5ប្រភេទ5ប្រភេទប្រភេទទី1ផុសផ្ដាច់ព្រលឹងគាត់ផុសតែពីពេលគាត់ក្រោកពីដេករហូតដល់ពេលគាត់ដេកទៅវិញផុសរហូតអីក៏ផុសដែរក្រោកពីដេកឡើង Good morning all friend ទៅរៀន all friend ខ្ញុំទៅរៀនហើយចូលមើលវល់គាត់ដូចចូលមើលភើកំណត់ហេតុគាត់ចឹងប្រភេទទី2ផុសរូបគ្មានមេត្តាផុសរហូតទី1អីក៏ផុសដែរសូម្បីកង់ម៉ូតូគាត់បែកក៏គាត់ផុសដែរក្នុង Facebook ដែរហើយមួយទៀត selfie ឥតមេត្តា selfie រហូតតាំងពីពាក្យ selfie នឹងចេញមក selfie selfie everywhere I repeat selfie គ្រប់ទីកន្លែងភេទទី3អ្នកមានស្នេហាអូយ sweet ស្លាប់គឺគាត់អត់ខ្វល់គាត់មិនខ្វល់ពីអ្នក forever alone គឺគាត់ផុសគាត់កាន់ដៃគ្នាគាត់ផុសគាត់ញ៉ាំអីមួយគ្នាគាត់ផុសគឺគ្រប់ពេលហើយនិយាយពី sweet ចង់ sweet ជាងអ្នកកើតទឹកនោមផ្អែមទៀតប្រភេទទី4ប្រភេទនឹងប្រភេទ tag ឥតព្រំដែន tag រហូត tag ម៉ែហើយបើសិនជាគាត់អាច tag friend គាត់ទាំងអស់ឲ្យមើលរូបគាត់មួយហ្នឹងមកគឺគាត់ tag តែម្ដងរូបគាត់ផុសម្នាក់ឯងក៏គាត់ tag ឲ្យគេប៉ុន្តែខ្ញុំនិយាយចង់និយាយថាអ្នក tag ដែលចំនួនច្រើនម៉ែឲ្យ tag ម្ដង99នាក់ហត់ជំនួសប្រភេទចុងក្រោយ forever alone អ្នក forever alone ផុសក៏អត់សូវមានអ្នក like ថតរូបក៏អត់សូវមានអ្នក like តែមើលកូនម្នាក់ឯងហើយផុសដាក់ Facebook ថា forever alone rest in peace អញ្ចឹង5ប្រភេទហ្នឹងមិត្តភក្តិទាំងអស់គ្នាប្រភេទមួយណាដែរព្រោះខ្ញុំមើលទៅខ្ញុំគ្រប់ប្រភេទខ្ញុំអូប៉ុន្តែខ្ញុំមិនមែនប្រភេទ tag ទេអរិយអត់ចូលចិត្តទេ tag ផ្ដាច់ព្រលឹងហ្នឹងគួរខ្លាចបាយបាយជួបគ្នាថ្ងៃក្រោយ